បាទ cell 5 នៅក្នុងភាសាអង់គ្លេសយើងនិយាយថា 5 preset មាន S ផងបងប្អូនណាបាទភាសាវាច្រើនណា5 preset យើងទៅថាបញ្ចសិក្ខាឬក៏ cell 5ហ្នឹងឯងបាទឥឡូវទី1បាទ refrain from killing អញ្ចឹងយើងទៅថាបាណាតិបាតហ្នឹងវាថាហាមសម្លាប់សត្វណាបាទបាណាតិបាតាវេរមនីអញ្ចឹងណាបាទអូខេតើបន្តទៀត refrain from stealing បាទ refrain from stealing គេថាអតិមាទានហាមលួចទ្រព្យសម្បត្តិអ្នកដទៃបាទហាមលួចគេបាទទោះជារបស់នោះតូចឬក៏ធំក៏ដោយតែយើងហាមលួចបាទអូខេ refrain from sexual misconduct បាទតាមការមាននេះគឺហាមប៉ះពាល់ប្រព័ន្ធខ្លួនអ្នកដទៃបាទកម្មសិទ្ធិរបស់អ្នកដទៃចឹងយើងអត់អាចប៉ះពាល់បានទេបាទខុសសិលអូខេបន្តទៀត refrain from lying បាទ refrain from lying យើងប្រថាមុសាវាទីយើងប្រថាហាមកុហកមែនទេបាទហាមកុហកបាទ refrain from lying បាទ refrain from intoxicants refrain from intoxicant ដែលថាសូរ៉ាហ្នឹងហាមផឹកគ្រឿងស្រវឹងបាទឥឡូវលោកគ្រូបញ្ចូលពាក្យបន្ថែមបាទបញ្ចូលពាក្យបន្ថែមក្នុងមេរៀនបាទ environment យើងប្រថាបរិស្ថានមែនទេបរិស្ថានបាទ environment បាទ toxic យើងប្រថាជាតិពុលបាទដែលមានជាតិពុលច្រើនវាថា toxic people មនុស្សដែលគិតតែរឿងអាក្រក់អញ្ចឹងណាបាទ reputation យើងទៅថាគេឈ្មោះបាទ reputation គេឈ្មោះណាបាទអូខេ stakeholders បាទយើងទៅថាដៃគូណាបាទដៃគូ stakeholder គឺដៃគូបាទបើ shareholder អាហ្នឹងគឺភាគហ៊ុនណាបាទ senator បាទ senator យើងទៅថាប្រសិទ្ធភាពបាទ deserve បាទ deserve យើងប្រែថាសមនឹងទទួលបានបាទ deserve សមនឹងទទួលបានអូខេបន្តទៀតអូខេឥឡូវលោកគ្រូសូមណែនាំបងប្អូនអរគ្នាសៀវភៅអង់គ្លេសសម្រាប់យកទៅរៀននៅខ្លួនឯងបន្ថែមចឹងបងប្អូនអរគ្នាចង់បានសៀវភៅគឺអាចឆាតឬក៏ inbox បាទ